ថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបគេងជាពិសេសគឺគេងលេងមើលទូរស័ព្ទនឹងតែម្ដងដែលបងប្អូនតែងតែធ្វើជារៀងរាល់ថ្ងៃមិនថាខ្ញុំថាបងប្អូនថ្ងៃនេះយើងមកកែប្រែទម្លាប់ល្អទាំងអស់គ្នារបៀបគេងគឺបងប្អូនឃើញហើយខាងលើគឺជារបៀបគេងដែលត្រឹមត្រូវហើយខាងក្រោមនេះជារបៀបគេងដែលមិនត្រឹមត្រូវដែលបងប្អូនគួរតែឈប់ជាបន្ទាន់បើសិនជាបងប្អូនដែលកំពុងគេងបែបនេះអញ្ចឹងចង់គេងដែលមានសុវត្ថិភាពសូមរើសវិធីគេងទី1ហើយក្នុងការគេងនឹងបងប្អូនត្រូវតែរើសខ្នើយដែលមានសុខភាពផាសុខភាពតែនៅខាងគីមសានរបស់យើងគឺយើងមានខ្នើយពីរប្រភេទសម្រាប់បងប្អូនមួយសម្រាប់កលចង្កេះដែលយើងអាចកលពេលអង្គុយឬក៏ពេលគេងបានហើយបងប្អូនកលទៅគឺជួយកំណោមឆ្អឹងបានល្អមែនទែនហើយមួយទៀតហ្នឹងគឺសម្រាប់ខ្នើយកាយផ្នែកកនិងស្មាដែលបងប្អូនដឹងហើយថាខ្នើយរបស់យើងគឺចូលទីផ្សារបានមួយឆ្នាំហើយក៏មានអតិថិជនគាំទ្រហើយក៏មានអតិថិជនដែលប្រើទៅគឺទទួលបានប្រសិទ្ធភាពល្អមែនទែនដែលអាចជួយដោះស្រាយបញ្ហារំខានកស្មាគាត់នឹងបានច្រើនមែនទែនចាអ្នកខ្លះគាត់ថាខ្នើយហ្នឹងគឺអាចជួយព្យាបាលគាត់ជាបងប្អូនជាពីបញ្ហាឈឺកនឹងបានល្អមែនទែននេះជាពាក្យពិតរបស់អតិថិជនរបស់ខ្ញុំដែលគាត់ប្រាប់ថាគាត់បានជានឹងខ្នើយហ្នឹងបងប្អូនដែលកំពុងមានអាការៈរំខានផ្នែកកផ្នែកស្មាកុំភ្លេចជ្រើសរើសផ្នែកសុខភាពពីខាងគីមសានរបស់យើងហើយផ្នែកចំណែកចង្កេះក៏អាចជ្រើសរើសខ្នើយនឹងបានដូចគ្នាចង់បានឆាតមកលើតើមានប្រូម៉ូសិនចូលឆ្នាំហ្នឹងណាបងប្អូនព្រោះរាន់មកយកប្រូម៉ូសិនហ្នឹងទាំងអស់គ្នាអរគុណ